ជានិស្សិតរៀននៅក្រុម AW35 ដែលថ្ងៃនេះខ្ញុំបានទៅធ្វើការបកបង្ហាញអំពី project research របស់សាស្ត្រាចារ្យជឿនបញ្ឆ័យដែលគាត់បានឲ្យយើងធ្វើការ research វាពាន់ទៅនឹងcallback function ដែលក្នុងនោះយើងមានជា3ចំនួនទាក់ទងទៅនឹងwhat is callback function អញ្ចឹងតើ callback function គឺជាអ្វីហើយ where we need to use callback function តើពេលណាដែលគេត្រូវការប្រើ callback function ហើយនឹងសំណួរទី3គឺ when we use callback function តើគេប្រើ callback function យ៉ាងណាមិនទេអញ្ចឹងតើតើសំណួរទី1តើ callback function គឺជាអ្វីអញ្ចឹងបន្ទាប់ពីការ research របស់ខ្ញុំមក callback function គឺជា function មួយដែលយើងបញ្ចូលទៅក្នុង function មួយទៀតហើយ function ដែលយើងបញ្ចូលហ្នឹងអាចហៅវាយកមកប្រើការបានឡើងវិញចឹងមានន័យថា process នៃ callback function គឺយើងកំណត់វាម្ដងរួចហើយយើងអាច call ហៅវាយកមកប្រើប្រាស់បានម្ដងទៀតចឹងមានថា callback function ជា function មិនមែនជា array ទេគឺយើងត្រូវ call ហៅវាគឺយើងត្រូវហៅវាដើម្បីអាចយកវាមកប្រើប្រាស់បានអញ្ចឹងជាឧទាហរណ៍ sample ពាក់ព័ន្ធនឹង callback function ហ្នឹងខ្ញុំបានធ្វើជា sample មួយដែរអញ្ចឹងយើងចូលមើលprocess code ទាំងអស់គ្នាអញ្ចឹងតើតើទៅនឹង process ដំបូងគឺយើងសរសេរ script ធម្មតាដែលមាន name ហើយនឹង callback អញ្ចឹងកន្លែង console នេះគឺយើងដាក់ hello បូកនឹង name អញ្ចឹងវាថា hello បូក name រួចហើយដល់ពេលកន្លែង grade នេះគឺយើងដាក់ឈ្មោះបើថាដាក់ឈ្មោះខ្ញុំអញ្ចឹងទៅសញ្ញាអញ្ចឹងទៅហើយកន្លែងនេះមាន goodbye មួយទៀតអញ្ចឹងវាថាដល់ពេលដែល process នៃ code ចេញមកគឺវានឹងយកឈ្មោះរបស់ខ្ញុំនឹងដាក់កន្លែង name ហើយនឹងមានពាក្យ goodbye មកជាមួយដែរហើយអញ្ចឹងយើងមើល demo code នេះទាំងអស់គ្នាហើយអញ្ចឹងវាចេញមក hello សញ្ញាហើយមានពាក្យ goodbye មកដែលយើងបានកំណត់ពីខាងដើមមកនឹងកន្លែងនេះកន្លែងមាន console.log goodbye នេះអញ្ចឹងទៅទៅក្នុង process code ទី1មានតែប៉ុណ្្នឹងហើយចំពោះទី2គេសួរថាតើគេត្រូវការ callback តើគេត្រូវការប្រើប្រាស់នេះ callback function ហ្នឹងនៅពេលណាអញ្ចឹងចំពោះសំណួរទី2នេះចម្លើយរបស់យើងមានការដំណើរការ function មួយបន្ទាប់ពីការងារមួយទៀតត្រូវបានបញ្ចប់អញ្ចឹងមានថាការងារមួយត្រូវបានបញ្ចប់គេនឹងហៅ callback function នេះយកមកប្រើប្រាស់បានបន្តទៀតអញ្ចឹងណាហើយចំពោះចំណុចមួយទៀតគឺធ្វើឲ្យ code អាចប្រើបានឡើងវិញអញ្ចឹងមានថា code ហ្នឹងយើងអាច call ហៅពេលណាក៏បានដែរអញ្ចឹងវាអាស្រ័យលើយើងចង់ហៅវាមកប្រើប្រាស់អញ្ចឹងចំពោះឧទាហរណ៍ជាក់ស្ដែងនេះជាឧទាហរណ៍ជាមួយនឹង demo បង្ហាញបន្តទៀតអញ្ចឹងយើង copy ដាក់ចូលទៅក្នុងចំណុចនេះចុះអូខេយើងសូមដកវាចេញអស់អូខេអញ្ចឹងតើតើទៅនឹងចំណុចនេះយើង demo ទាំងអស់គ្នាគេចូលចំណុចនេះហើយយើងចូល console នេះវានឹងចេញ result មក8នេះអូខេអញ្ចឹងមានថាដំបូងយើងត្រូវកំណត់បន្តថា A តាំងទៅ X B តាំងទៅ Y អញ្ចឹងយើងបានតាំងវារួចរាល់ហើយយើងកំណត់ថា X បូកនឹង Y អញ្ចឹងដល់ពេលយើង console ហៅវាមានថាយើង console 5ហើយនឹង3អញ្ចឹងមានថា X នេះស្មើ 5 Y នេះស្មើ 3ហើយយើង add វាចូលគ្នាបន្តមកទៀតសមិទ្ធផលយើង5បូកនឹង3គឺស្មើ8អញ្ចឹងនេះគឺជា result ដែលយើងទទួលបានបន្តមកទៀត
ទៅដល់នៅសំណួរទី3វិញ we use callback function អញ្ចឹង callback function យើងប្រើសម្រាប់ event ប្រើសម្រាប់time array ហើយនឹង method API និង asynchronous ហើយនឹង operation ចំពោះចំណុចនេះយើងជា sample ធម្មតាទេវានឹង load ចូលបន្ទាប់ពីលេខ1ដល់លេខ5ឲ្យយើងអូខេហើយចំណុចនេះយើងដូចជា sample ស្រួលៗនេះអញ្ចឹងយើង go to server របស់គ្នាទៅពេលហ្នឹងវានឹង load មកឲ្យយើងពីលេខ1ពីលេខ1 6 3 4 5ដែលយើងបានកំណត់បើយើងកំណត់ឡើងនេះលេខ2វានឹង load ពីលេខ1ដល់លេខ5មកឲ្យយើងអញ្ចឹងខ្ញុំកំណត់ឲ្យអញ្ចឹងទៅដើម្បីឲ្យស្រួលមើលអញ្ចឹងយើងចូលទាំងអស់គ្នាអូខេនេះកន្លែងហ្នឹងវានឹងប្រាប់យើងពីលេខ1លេខ2លេខ3លេខ4លេខ5ដែលយើងបានកំណត់នៅកន្លែងនេះមុនហ្នឹងអញ្ចឹងចំណុចទាក់ទងនឹងការ research ទាក់ទងនឹង callback function របស់ខ្ញុំមានតែប៉ុណ្្នឹងជាចុងក្រោយខ្ញុំបាទសូមអរគុណដល់លោកគ្រូនិងមិត្តរួមទាំងអស់គ្នាដែលបានចូលរួមស្ដាប់នៅការ